នៅដល់គ្នាតមើលរឿងថ្មីមួយខ្ញុំមានប្រុសខ្លាមួយគាត់គឺជាមហាសេដ្ឋីហើយគាត់ញ៉ាំសាច់គោសាច់អីចឹងទៅញ៉ាំមកតែអស់ហើយតែពេលមានអ្នកបម្រើមួយនៅផ្ទះរបស់គាត់ហ្នឹងគាត់ស្ដាយគាត់ក៏បានខ្ចប់អាសាច់ទាំងអស់ហ្នឹងដាក់ក្នុងកាបូបរបស់គាត់ហ្នឹងហើយគាត់ក៏បានដើរចាក់ចេញទៅតែពេលមកដល់ផ្ទះគឺគាត់បានហៅកូនតូចៗរបស់គាត់ទាំងពីរនាក់ហ្នឹងមកដើម្បីញ៉ាំអាសាច់ហ្នឹងចឹងណាហើយដល់ពេលពួកគេញ៉ាំហើយក៏បានកេងទៅហើយខ្លាហ្នឹងគាត់ក៏អង្គុយមើលវីដេអូអើយអ្នកបំរើយកអាសាច់ហ្នឹងទៅគាត់ខូចមែនតែនគាត់ក៏បានយកថ្នាំរាកមួយមកចាក់ពីលើមាន់ដុតហើយគាត់ក៏បានយកមាន់ដុតហ្នឹងទៅទុកមកខាងគាត់ក៏ដើរចេញទៅហើយពេលមានឆ្មាមួយក៏ដើរមកដល់គាត់លើកមាន់ដុតហ្នឹងយកទៅឲ្យប្រូហ្នឹងណាតែប្រូហ្នឹងក៏និយាយថាគាត់ញ៉ាំឯងឲ្យឆ្មាស្រីហ្នឹងយកទៅផ្ទះទៅហើយឆ្មាស្រីហ្នឹងក៏យកទៅផ្ទះហើយគាត់ក៏បានឲ្យកូនគាត់ញ៉ាំទៀតមានណាកូនគាត់ក៏ញ៉ាំហើយចាប់ដើមចុកពោះឲ្យឆ្មាស្រីយ៉ាងភ័យខ្លាចមែនតើនៅមានវគ្គ2បន្តទៀតណាទាំងអស់គ្នា